ការសេពសារធាតុញៀននៅវ័យយុវជនមនុស្សជាច្រើនអាចប្រឈមនឹងសារធាតុញៀនដូចជាស្រាបារីឬគ្រឿងញៀនពេលខ្លះវាមកពីសម្ពាធសង្គមមិត្តភ័ក្តិឬអារម្មណ៍តានតឹងដែលធ្វើឲ្យពួកគេចង់សាកល្បងម្ដងប៉ុន្តែការសាកល្បងតិចៗអាចនាំឲ្យក្លាយជាទម្លាប់ហើយទម្លាប់ប្រកបដោយគ្រោះថ្នាក់អាចបំផ្លាញទាំងសុខភាពការសិក្សានិងអនាគតសារធាតុញៀនទាំងនេះមិនត្រឹមតែប៉ះពាល់ដល់រាងកាយទេប៉ុន្តែវាបំផ្លាញខួរក្បាលបាត់បង់កម្លាំងចិត្តនិងឱកាសទាំងឡាយដែលកំពុងរងចាំនៅពេលខាងមុខសម្រាប់យុវជនការជ្រើសរើសត្រឹមត្រូវនៅវ័យក្មេងដូចជាជ្រើសរើសមិត្តល្អជ្រើសរើសសកម្មភាពមានតម្លៃនិងជៀសវាងអ្វីដែលបំផ្លាញជីវិតអាចកសាងអនាគតឲ្យកាន់តែភ្លឺស្វាងហើយជួយឲ្យពួកគេក្លាយជាមនុស្សរឹងមាំនិងមានគុណតម្លៃទៀតផងជំរើសតូចៗនៅថ្ងៃនេះអាចក្លាយជាគំរូនៃជីវិតនៅថ្ងៃស្អែកការកំណត់គោលដៅតូចៗគោលដៅធំមិនសម្រេចបានក្នុងរយៈពេលមួយថ្ងៃទេវាចាប់ផ្ដើមពីជំហានតូចៗរៀងរាល់ថ្ងៃរៀនធ្វើការងារតូចៗជួយឲ្យយើងបង្កើតទម្លាប់និងសមត្ថភាពដែលនាំឲ្យយើងឈានទៅដល់គោលដៅធំបានការអនុវត្តជាបន្តបន្ទាប់និងការធ្វើឲ្យទៀងទាត់បង្កើតឲ្យមានភាពខុសគ្នាខ្លាំងដែលធ្វើឲ្យយើងមិនអាចកត់សម្គាល់ឃើញនៅពេលដំបូងជំហានតូចៗរៀងរាល់ថ្ងៃគឺជាគ្រឹះសម្រាប់ជោគជ័យឱកាសនិងភាពរឹងមាំក្នុងពេលអនាគតកុំចោលជំហានតូចៗវាជាផ្លូវដ៏សំខាន់នាំឲ្យយើងសម្រេចគោលដៅធំកម្លាំងនៃឯកភាពជាតិពេលជាតិមានឯកភាពកម្លាំងកើតឡើងឯកភាពធ្វើឲ្យយើងឈររឹងមាំក្នុងគ្រាលំបាកនិងជឿជាក់លើគ្នាទៅវិញទៅមកកម្លាំងយុវជនគឺជាធម៌ពលសំខាន់បំផុតរបស់ប្រទេសជាតិប្រសិនបើយុវជនខ្លាំងប្រទេសនឹងខ្លាំងប៉ុន្តែកម្លាំងពិតមិនមែនមកពីអាយុឬចំនួនទេវាមកពីចំណេះដឹងវិន័យនិងសមត្ថភាពការខំរៀនការខំធ្វើការនិងការអភិវឌ្ឍខ្លួនឯងរៀងរាល់ថ្ងៃគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតយុវជនម្នាក់ដែលខិតខំអភិវឌ្ឍខ្លួនឯងមិនត្រឹមតែបង្កើតជីវិតល្អសម្រាប់ខ្លួនឯងទេប៉ុន្តែក៏ជួយពង្រឹងគ្រួសារសង្គមនិងប្រទេសជាតិទាំងមូលផងដែរពេលយុវជនម្នាក់ក្លាយជាមនុស្សមានសមត្ថភាពជាតិមួយក៏ក្លាយជាជាតិមានអនាគតចាប់ផ្ដើមអាជីវកម្មពីអ្វីដែលបងប្អូនមានបងប្អូនមិនចាំបាច់រងចាំឲ្យមានលុយច្រើនទើបចាប់ផ្ដើមអាជីវកម្មទេព្រោះការរងចាំជាញឹកញាប់គឺជាមូលហេតុដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចចាប់ផ្ដើមបានសោះចាប់ផ្ដើមពីអ្វីដែលបងប្អូនមានដូចជាពេលវេលានៅសល់ក្រោយការងារជំនាញដែលធ្លាប់ធ្វើជារៀងរាល់ថ្ងៃឬទំនាក់ទំនងជុំវិញខ្លួនដូចជាមិត្តភ័ក្តិអ្នកជិតខាងនិងអតិថិជនដំបូងអាជីវកម្មជោគជ័យភាគច្រើនមិនបានចាប់ផ្ដើមពីភាពរួចរាល់ឬទុនធំទេតែចាប់ផ្ដើមពីការសម្រេចចិត្តនិងការហ៊ានសាកល្បងពេលបងប្អូនចាប់ផ្ដើមធ្វើទោះតូចក៏ដោយបងប្អូននឹងបានរៀននិងបានឃើញចំណុចខ្វះខាតហើយអាចកែលម្អឲ្យប្រសើរឡើងជាបន្តបន្ទាប់ចូលចងចាំថាការចាប់ផ្ដើមថ្ងៃនេះជាមួយអ្វីដែលមានល្អជាងរងចាំថ្ងៃស្អែកដែលមិនដឹងច្បាស់លាស់នេះជាអាជីវកម្មល្អបំផុតចំពោះបងប្អូនដែលមានមុខរបរលក់ដូររួចហើយនៅទូទាំងប្រទេសសម្រាប់បន្ថែមប្រភពរកប្រាក់ចំណូលអមជាមួយអាជីវកម្មមានស្រាប់របស់បងប្អូន KT ជា franchise អាជីវកម្មផ្លូវមន់ស្លាប់មន់បំពងចុងស្លាប់មន់ក្រឡុកនិងប្រហិតជាច្រើនមុខដែលជា brand របស់កូនខ្មែរបង្កើតឡើងជាង10ឆ្នាំមកហើយនិងប្រើផលិតផលក្នុងស្រុករបស់ខ្មែរសូមជួយគាំទ្រផលិតផលខ្មែរដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ